បាទថ្ងៃនេះខ្ញុំបាទសូមលើកប្រធានបទមួយដែលទាក់ទងជាមួយនឹងតម្រងនោមដែលយើងលើកអំពីគ្រោះដែលនៅក្នុងតម្រងនោមនិងគ្រោះដែលបានរមែកធ្លាក់ស្ទះនៅក្នុងផ្លូវបង្ហូរទឹកនោមដែលភាសាបារាំងយើងឲ្យឈ្មោះថា Calcul enclavé dans l'urètre អញ្ចឹងតើគ្រោះដែលបានរមែកធ្លាក់ហ្នឹងតើវាមានលក្ខណៈយ៉ាងម៉េចមុននឹងឈានទៅដល់ការរមែកធ្លាក់ស្ទះនៅក្នុងផ្លូវបង្ហូរទឹកនោមដំបូងឡើយគ្រោះនឹងវាមានជាតិកំបោរដែលនៅក្នុងតម្រងនោមដែលកំបោរនេះអ្នកខ្លះគាត់ក៏មានតិចទៅអ្នកខ្លះគាត់ក៏មិនមានដោយសារតែការញ៉ាំទឹករបស់គាត់និងការបញ្ចេញរបស់តម្រងនោមហើយគ្រោះនេះក៏បន្តនៅឡើងធំអាចទៅជាគ្រោះដែលមានទំហំតូចបាទដែលវិវត្តបំលែងចេញអំពីកំបោរហ្នឹងឡើងទៅជាគ្រោះតូចគ្រោះធំហើយអាចក្នុងករណីខ្លះទៀតក៏ឡើងកកក្តាំងនៅក្នុងតម្រងនោមដែលមានរាងដូចជាផ្កាថ្មដែលភាសាបារាំងយើងឲ្យឈ្មោះ Calcul coralliforme នេះឯងបាទហើយនៅក្នុងករណីដែលគ្រោះនេះក្នុងករណីដែលយើងធ្វើការយើងធ្វើសកម្មភាពណាមួយវាអាចនឹងរមែកធ្លាក់មកស្ទះហូរចុះមកវាអាចនឹងស្ទះជាប់ឬត្បៀតជាប់ឬក៏ស្ទះដែលមិនពេញលេញoxygen complete ឬ incomplete អញ្ចឹងវាអាចនឹងធ្វើឲ្យគាត់មានការចុកឈឺចាប់អញ្ចឹងការត្បៀតនេះវាអាចនៅក្នុងទីតាំង3ធំទី1គឺអាចនៅនឹងការតបជាប់នៃចំណងរវាង Pylon ហើយនិង Ureter ដែលយើងឲ្យឈ្មោះថា Jonction Pyelo-Ureteral នេះទីតាំងដែលអាចគ្រោះស្ទះនៅក្នុងកន្លែងទួចង្អៀតទី1ទី2អាចរមែកធ្លាក់មកដល់ផ្នែកខាងក្រោមចុះមកក្រោមទៀតទៅជាប់ជាមួយនឹងកន្លែងកងខ្វែងគ្នាផ្លូវបង្ហូរទឹកនោមរបស់យើងនេះអាចទៅកងខ្វែងហើយស្ទះនៅទីនោះមួយទៀតដែលខ្ញុំនឹងលើកជាករណីសិក្សាផ្ទាល់តែម្ដងនៅកន្លែងខ្វែងគ្នានៃក្រុម vessel ilia តែម្ដងហើយទី3អាចនឹងរមែកធ្លាក់មកនៅផ្នែកខាងក្រោមនៃក្បែរផ្លោកនោមដែលជាកត្តាមួយដែលអាចនឹងធ្វើឲ្យគាត់ឈឺចុកនៅក្នុងផ្លោកនោមរបស់គាត់តែម្ដងអញ្ចឹងករណីជាក់ស្ដែងផ្ទាល់តែម្ដងយើងមើលនេះគឺជាតម្រងនោមនេះគឺជាទឹកដក់ដែលនៅក្នុងតម្រងនោមបាទនេះជាការរិចធំហើយនៃ Pylon ក៏ដូចជា Grand Calyx ហើយនិង Petit Calyx អញ្ចឹងទឹកដក់នៅក្នុងតម្រងនោមដែលភាសាបារាំងយើងឲ្យឈ្មោះថាជា hydronephros នេះគឺវាមានរហូតដល់4ដំណាក់កាលដំណាក់កាលទី1វាគ្រាន់តែជាការរិចនៅ Pylon ទេបាទរិចនៅតំបន់នេះដែលយើងប្រើពាក្យនៅតំបន់នេះឬក៏ហៅថា perivinal មួយទៀតនៅពេលដែលទឹកដក់នឹងវារិចធំខ្លាំងមកវាអាចធ្វើឲ្យរិចដល់